បងប្អូនដឹងអានេះស្អីគេអានេះរដូវផ្លែឈើដែលទុំបាទជាពិសេសរដូវស្វាយទុំហើយបើយើងដាំពពួកតសក់បាទពពួកតសក់ពពួកអីហ្នឹងគឺមកខ្លាំងបងបាទដាំឲ្យតែផ្លែឈើរបស់យើងចាប់ផ្ដើមទុំឬក៏រៀបទុំវាមកហើយនេះស្វាយអីគឺខូចដោយសារហ្នឹងហើយអានេះបើយើងហៅជាទូទៅគឺស្រាំងមាសហើយតំបន់ខ្លះហៅមិនខ្ញុំអត់ដឹងដែរសុទ្ធហេតុហ្នឹងបានវាមកជាប់អាហ្នឹងបងប្អូនអានេះគឺគេហៅថាអរម៉ូនសពនិមិត្តបាទអន្ទាក់ហ្នឹងគឺអរម៉ូនសពនិមិត្តហ្នឹងមានន័យថាម៉េចអានេះគឺអរម៉ូនញីបាទគេធ្វើវាឲ្យដូចនឹងអរម៉ូនរបស់សត្វស្រាំងញីអញ្ចឹងពេលណាដែលប្រើអានឹងមកអាឈ្មោលនេះវាឃើញវាហិតក្លិនតាមខ្យល់មកវាស្មានតែអាស្រាំងញីហ្នឹងវាត្រូវការឈ្មោលអញ្ចឹងដល់ពេលអញ្ចឹងវាមកឲ្យមកទុំបាប់មិនអរម៉ូនញីណាមានញីត្រូវការឈ្មោលណាអានេះមកគឺអន្ទាក់ចំហ្មងចឹងបងប្អូនដែលធ្វើដំណាំហើយពាក់ព័ន្ធនៅផ្លែដែលទុកដល់ទុំបាទម្ទេសទុំអីហ្នឹងគឺបងប្អូនមានអានេះល្អហើយអត់ថ្លៃទេអានេះខ្ញុំទិញគេមកដែរទេ